ជំរាបសួរប្រិមិត្ត Goal ខ្មែរទាំងអស់គ្នាការប្រកួត Premier League កាន់តែពុះកញ្ជ្រោលហើយថ្ងៃនេះយើងនឹងមកមើលកំពូលជើងសុទ្ធទាំង5រូបដែលកំពុងនាំមុខគេក្នុងតារាង Top Score តើ Haaland នៅតែជាស្ដេចដដែលឬមានអ្នកមកដណ្ដើមរាជបល្ល័ង្កតោះទៅមើលទាំងអស់គ្នាជាមួយ Goal ខ្មែរ Series Top 5ចាប់ដើមពីលេខ5គឺខ្សែប្រយុទ្ធស៊ុយអែត Victor Gyökeres របស់ក្រុមកំភ្លើងធំ Arsenal ត្រឹមរដូវកាលដំបូងរបស់គេក្នុងទឹកដី Emirates គេរកបាន14គ្រាប់បាត់ទៅហើយGyökeres មិនត្រឹមតែជាម៉ាស៊ីនរកគ្រាប់បាល់ទេតែគេជាសសរទ្រូងដែលជួយឲ្យ Arsenal ហោះខ្ពស់នៅកំពូលតារាងពានដែលគេអាចទទួលបានច្បាស់ណាស់គឺ PFA Team of the Year បន្តពីលេខ4គឺកីឡាករដែលកំពុងឡើងកោតខ្លាំង Anthony Semenyo បន្ទាប់ពីផ្ទេរមកកាន់ Man City គេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យដោយសុទ្ធបញ្ចូលទីបាន14គ្រាប់ការលេងដ៏មានឥទ្ធិពលនិងល្បឿនលឿនស្លែតរបស់គេបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់លោក Pep Guardiola កាន់តែសាហាវបើនៅតែរក្សាទម្រង់លេងបែបនេះពាន Most Improved Player ប្រកាសជាស្ថិតក្នុងដៃរបស់គាត់ជាមិនខានស្មើគ្រាប់បាល់គ្នាជាមួយ Anthony Semenyo ដែរនៅលេខ3គឺតារាឆ្នើមរបស់ Chelsea Joao Pedro ដែលរកបាន14គ្រាប់គេគឺជាអ្នកសង្គ្រោះរបស់តោខៀវ Chelsea នារដូវកាលនេះបច្ចេកទេសនិងការសុទ្ធបញ្ចប់ទីដ៏ត្រជាក់ភ្នែករបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះកំពុងធ្វើឲ្យអ្នកគាំទ្រនៅ Stamford Bridge ឈួតវង្វេងស្លាប់រស់តែម្ដងចំណែកលេខ2ដែលជាសេះសប្រចាំរដូវកាលនេះគឺ Igor Thiago របស់ក្រុម Brentford ព្រះអើយ22គ្រាប់ក្នុង Premier League មិនមែនជារឿងលេងសើចទេ Thiago បានក្លាយជាសុបិនអាក្រក់របស់ខ្សែការពារគ្រប់រូបជាមួយនឹងរូបរាងមាំមួននិងការតែតបបញ្ចូលទីយ៉ាងច្បាស់គេគឺជាបេក្ខភាពលេខ1សម្រាប់ពានរង្វាន់ Best New Signing of the Season ឬកីឡាករចំណូលថ្មីឆ្នាំបំផុតហើយទីបំផុតមកដល់លេខ1គ្មានអ្នកណាក្រៅពី Super Cyborg Erling Haaland នោះទេ26គ្រាប់ម្នាក់ឯងគេនៅតែរក្សាតំណែងជាស្ដេចដដែលនៅ Etihad Stadium ហើយពានស្បែកជើងមាស Golden Boot និង Premier League Player of the Season កំពុងតែរងចាំគេរួចជាស្រេចទៅហើយតើប្រិមិត្តយល់យ៉ាងណាដែរតើ Thiago អាចតាមទាន់ Haaland ដែរឬទេកុំភ្លេច comment ប្រាប់ពួកយើងផងជួបគ្នាជាមួយ Goal ខ្មែរនៅវីដេអូក្រោយបាយបាយ